តមានមិត្តភក្តិណាខ្លះចូលចិត្តញ៉ាំបាញ់ឆាវដូចខ្ញុំនិយាយថាខ្ញុំវិញចូលចិត្តញ៉ាំបាញ់ឆាវណាបងប្អូនញ៉ាំបាញ់ឆាវឆ្ងាញ់អាស្រ័យនឹងទឹកជ្រលក់ថ្ងៃនេះខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលអត់ចេះចាក់បាញ់ឆាវសោះចេះតែញ៉ាំតិចខ្ញុំចឹងអត់ចេះសោះហើយក៏អាចរៀនចាក់បាញ់ឆាវញ៉ាំនៅផ្ទះដោយខ្លួនឯងបានដែរបងប្អូនគ្រាន់តែមានគ្រឿងផ្សំដូចនៅក្នុងវីដេអូដែលខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាយើងអាចរៀនចាក់បាញ់ឆាវញ៉ាំដោយខ្លួនឯងនៅផ្ទះបានហើយមួយទៀតនឹងសំខាន់គឺរបៀបលាយទឹកត្រីពេលដែលយើងញ៉ាំមួយបាញ់ឆាវបងប្អូនអ្វីដែលសំខាន់ហ្នឹងគឺទឹកត្រីឆ្ងាញ់ថ្ងៃនេះខ្ញុំចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាពីរបៀបចាក់បាញ់ឆាវរបៀបលាយម្សៅចាក់បាញ់ឆាវក៏ដូចជាវិធីធ្វើទឹកត្រីញ៉ាំជាមួយបាញ់ឆាវឲ្យមានរសជាតិឈ្ងុយឆ្ងាញ់វីដេអូនេះសម្រាប់បងប្អូនដែលក៏អត់ចេះចាក់បាញ់ឆាវសោះណាបងប្អូនចានេះជារបៀបនៃការលាយទឹកត្រីបាញ់ឆាវឆ្ងាញ់គឺអាស្រ័យនឹងទឹកត្រីហើយរបៀបលាយទឹកត្រីរបស់ខ្ញុំគឺទុកញ៉ាំបានយូរបងប្អូនចាឥឡូវនេះយើងមកមើលគ្រឿងផ្សំទាំងអស់គ្នាមានការ៉ុតហាន់ជាសរសៃចឹងមកខ្ទឹមសហាន់ឲ្យម៉ត់ខ្ទឹមក្រហមហាន់ស្ដើងក៏ដូចជាម្ទេសក៏យើងហាន់ឲ្យជាជាង10គ្រាប់ព្រោះអីទឹកត្រីរបស់ខ្ញុំធ្វើច្រើនហើយក៏ដូចជាមានទឹកខ្មេះបងប្អូនទឹកខ្មេះរបស់ខ្ញុំនេះគឺជូរត្រឹមតែកម្រិត 5% ទេឥឡូវនឹងដល់វគ្គវាល់សម្រាប់កែវឬក៏ពេងដែលបងប្អូនយកមកវាល់ទឹកខ្មេះក៏ដូចជាទឹកត្រីស្ករសទាំងអស់ហ្នឹងបងប្អូនត្រូវតែយកកែវពេងមួយណាដែលបងប្អូនប្រើហើយប្រើតែកែវពេងមួយនឹងបានហើយបងប្អូនកុំដូររង្វាស់រង្វល់វាអីសោះដូចខ្ញុំប្រើនេះទឹកខ្មេះចំនួន1ពេងខាប់នេះវាមានចំណុះ 237 ml ចាបន្ទាប់មកទៀតយើងចាក់ទឹកត្រីម៉ាក់ទឹកត្រីរបស់ខ្ញុំនៅសហរដ្ឋអាមេរិកនេះគឺខ្ញុំប្រើម៉ាក់បែបនេះរូបក្តាម3ចាចំនួនដែលខ្ញុំចាក់ហ្នឹងក៏1ពេងខាប់ដូចបងប្អូនបានឃើញដដែលបងប្អូនចំណុះវាគឺ 237 ml ដដែលអញ្ចឹងមិនថាទឹកត្រីឬក៏ទឹកខ្មេះគឺយើងចាក់ចំនួនស្មើគ្នាដូចគ្នាណាបងប្អូនចាបងប្អូនឃើញខ្ញុំចាក់ពួកអីសំខាន់ណាស់របៀបធ្វើទឹកត្រីនេះសំខាន់គឺយើងវាស់រង្វាស់រង្វល់វាបើអូនមានក្តារឬប៊ិចសភៅបងប្អូនទាញយកមកកាត់ណាដើម្បីពេលដែលយើងចង់ញ៉ាំបាញ់ឆាវយើងចេះធ្វើទឹកត្រីឆ្ងាញ់ទាំងអស់គ្នាឥឡូវនេះខ្ញុំដាក់ស្ករសចំនួន2ពេងខាប់នេះបងប្អូនចាបងប្អូនឃើញទេខ្ញុំដាក់ម្ដងចាក់ឲ្យពេញចឹងមកចាក់ម្ដងមួយខាប់បន្ទាប់មកយើងថែមមួយខាប់ទៀតចាអញ្ចឹងមានន័យថាស្ករស2ខាប់ណាបងប្អូនមិនថាបងប្អូនមានកែវតូចធំទេវាស់រង្វល់ឲ្យដូចខ្ញុំទៅគឺត្រូវហើយនេះយើងដាក់ទឹកបងប្អូនទឹកនេះគឺទឹកក្តៅដែលយើងដាំពុះហើយទុកឲ្យអ៊ុនចំនួនទឹកដែលខ្ញុំដាក់ហ្នឹងគឺ4ពេងខាប់នេះបងប្អូនឃើញទេខ្ញុំអត់ដូរពេងណាពេងខ្ញុំគឺនៅដដែល237 ml ដដែលចំនួន4ណាបងប្អូនឃើញទេបងប្អូនរាប់មកខ្ញុំដាក់4ពេងចំនួនទឹកដែលខ្ញុំប្រាប់ហ្នឹងបងប្អូនបើសិនជាទឹកខ្មេះបងប្អូនមិនមែនម៉ាក់ដូចខ្ញុំទេអញ្ចឹងវាអាចនឹងខុសរសជាតិគ្នាបន្តិចបន្តួចដោយសារជូរខ្លាំងឬក៏ស្ទើរជូរអីចឹងបងប្អូនអាចថែមទឹកខ្មេះបន្ថែមទៀតបានឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ម្ទេសក៏ដូចខ្ទឹមគ្រឿងក្រៅដែលយើងបានហាន់ទុកនឹងយកមកដាក់មិចបញ្ចូលគ្នាវិធីធ្វើទឹកត្រីសម្រាប់យកមកជ្រលក់បាញ់ឆាវដូចខ្ញុំមិនត្រឹមតែជ្រលក់ជាមួយបាញ់ឆាវទេបងប្អូនអាចយកទៅជ្រលក់ជាមួយនឹងនំគ្រក់ណែមចាទឹកជ្រលក់នេះជ្រលក់បានច្រើនប្រភេទណាបងប្អូនហើយទឹកត្រីនេះគឺទុកបានយូរណាស់អត់ងាយខូចទេបងប្អូនពេលដែលបងប្អូនចង់ញ៉ាំបានយើងដួសយកមកដាក់ចានហើយថែមសណ្តែកដីមកទឹកជ្រលក់នេះខ្ញុំចែកជា2ចានឲ្យបងប្អូនបានមើលនេះបងប្អូនបើយើងអត់តន់ដាក់ខ្ទឹមការ៉ុតអីចូលទេដូចនឹងមួយចានទៀតនេះបងប្អូនទុកបានយូរខែណាបងប្អូនយើងធ្វើដូចវិធីដូចខ្ញុំអញ្ចឹងបងប្អូនទៅថាឃ្លាននំគ្រក់ណែមឬក៏បាញ់ឆាវពេលយប់អីស្មើណាអីអញ្ចឹងយើងចង់ធ្វើខ្លួនឯងអញ្ចឹងយើងមានទឹកជ្រលក់ហើយជាស្រេចយើងគ្រាន់ហាន់ខ្ទឹមម្ទេសអីថែមចូលមកដូចខ្ញុំធ្វើឲ្យបងប្អូនបានទស្សនានេះបងប្អូននឹងអាចយកមកញ៉ាំជាមួយបាញ់ឆាវនំគ្រក់ណែមអីថ្មីភ្លាមហីធម្មតាដូចខ្ញុំនៅអាមេរិកចឹងនិយាយវាថាអូយបងប្អូនឯងមិនងាយរោទិញគេទេរបស់របរទាំងអស់នេះ
ចារំបានញ៉ាំមួយហ្នឹងតម្រាំតែខ្ញុំរៀនដាច់ចិត្តធ្វើចាក់បាញ់ឆៅនេះដោយសារតែខ្ញុំទៅតែរៀនចេះពីវិធីធ្វើទឹកត្រីនេះលីទឹកត្រីឆ្ងាញ់ចាបងប្អូនឃើញទេខ្ញុំលាយច្រើនណាអញ្ចឹងហើយខ្ញុំដួសដាក់ចូលក្នុងកែវនេះបងប្អូនឃើញទេយើងដួសចេញយើងទុកតែបរិមាណដែលយើងចង់ញ៉ាំដែលយើងចាក់បាញ់ឆៅទៅបានហើយនៅសល់យើងដាក់នៅក្នុងកែវបងប្អូនឃើញទេដាក់បានមួយកែវច្រើនណាស់ណាឥឡូវនេះគឺយើងមករៀនពីវិធីលាយម្សៅដើម្បីយកមកចាក់បាញ់ឆៅទាំងអស់គ្នានេះជាម៉ាក់ម្សៅដែលខ្ញុំយកមកចាក់បាញ់ឆៅមួយថង់នេះគឺមាន400 ក្រាមខ្ញុំដាក់តែពាក់កណ្ដាលទេយើងហែកមកខាងក្នុងមកវាមានឃើញពីកញ្ចប់ជាប់គ្នាអញ្ចឹងដល់យើងកាត់វាមកគឺមានគេដាក់លាយនៅល្មៀតពណ៌លឿងឲ្យយើងឲ្យស្រេចខ្ញុំដាក់តែពាក់កណ្ដាលទេរីឯមួយចំហៀងទៀតហ្នឹងបងប្អូននឹងមានអីគឺគេលយមែនទេណាម្សៅនេះគឺមានស្លឹកខ្ទឹមឲ្យយើងហើយស្រេចតែខ្ញុំដាក់តែពាក់កណ្ដាលទេដោយសារតែខ្ញុំដាក់ម្សៅហ្នឹងក៏ពាក់កណ្ដាលដែរអញ្ចឹងស្អែកនេះខ្ញុំចាក់បាញ់ឆៅម្ដងទៀតដោយសារពេលនេះពេលយប់ខ្ញុំចាក់បាញ់ឆៅចាក់សម្រាប់តែគ្រប់ចំនួនដែលខ្ញុំញ៉ាំមួយគ្រួសារអញ្ចឹងបងប្អូនព្រោះអីខ្ញុំអត់ចង់ចាក់សល់ទេអញ្ចឹងហើយចាំស្អែកចាំចាក់សាជាថ្មីក៏អត់អីដែរបានក្តៅថ្មីដូចនេះហ្នឹងគឺខ្ញុំគោះពងទាមួយគ្រាប់ដាក់បញ្ចូលក៏ដូចជាយើងប្រើខ្ទិះដូងបងប្អូនខ្ទិះដូងនេះចំណុះវា165 ml មួយកំប៉ុងតូចទេក៏ដូចជាពេលដែលបងប្អូនកូរវាមិនឲ្យសប់ចូលគ្នាមកយើងចាក់ទឹកមកបងប្អូនយើងចាក់ទឹកចាក់រៀងរាវបន្តិចក៏អត់អីដែរបងប្អូនចំនួនដែលខ្ញុំដាក់នេះណាពួកអីកាលដែលខ្ញុំដាក់ហ្នឹងបងប្អូនខ្ញុំដាក់អត់សូវរាវខ្លាំងអត់យករាវខ្លាំងរាវមកល្មមអញ្ចឹងដល់ពេលខ្ញុំលាយនេះរៀងខាប់បន្តិចដល់ពេលយើងកូរឲ្យម៉ត់ល្អអញ្ចឹងហើយយកទៅចាក់ទៅបាញ់ឆៅខ្ញុំចាក់បានតែ6ទេបងប្អូន6ធំអញ្ចឹងបើយើងចាក់រៀងរាវបន្តិចក៏បាន7ទៅ8នំដែរឥឡូវនឹងមកដល់វគ្គលាបខ្លាញ់នឹងខ្ទះបើកភ្លើងឲ្យក្តៅតបមកចាំយើងយកម្សៅបាញ់ឆៅនឹងយកមកចាក់នៅនឹងខ្ទះនឹងតែម្ដងបងប្អូនពេលដែលយើងចាក់បងប្អូនឃើញទេខ្ញុំអត់ចេះទេបងប្អូនហើយលើកទី1នៃឆាកជីវិតតែចាក់បាញ់ឆៅនឹងមានគ្រូសាខ្ញុំបងកាមេរ៉ាមែនគ្រូសាខ្ញុំគាត់ជួយបងប្អូននឹងមកទេនេះមើលខ្ទះខ្ញុំផ្ទះចាក់បាញ់ឆៅអូយយនិយាយថាចាក់លើកទី1អេមទៅតើបងប្អូនដល់ពេលយើងចាក់បានស្អាតល្អអញ្ចឹងក៏ចង់រៀនចាក់រៀនចេះក៏ចង់ថតចែករំលែកឲ្យបងប្អូនយើងទស្សនាផងដែរអ្នកខ្លះគាត់ចាក់បាញ់ឆៅម្សៅអីស្នូលហ្នឹងគឺគាត់ដាក់នៅកណ្ដាលតែខ្ញុំវិញខ្ញុំមើលខ្ញុំដាក់ពីចំហៀងចារៀនដំបូងដាក់ស្នូលនៅគៀនអស់ពីគៀនយកស្នូលហ្នឹងទៅកណ្ដាលអញ្ចឹងបងប្អូនអាស្រ័យតែបងប្អូនសាកល្បងទេរៀនចាក់ដំបូងហ្នឹងបងប្អូនអាដំបូងហ្នឹងធម្មតាហ្នឹងលើកទី1ហ្នឹងជួនកាលទៅបែកជួនកាលទៅខ្ទេចទៅឲ្យជួនកាលបានតែមួយចំហៀងនេះបងប្អូនឃើញទេដូចខ្ញុំនេះបានមួយចំហៀងបែកបន្តិចចឹងទៅដល់ពេលលើកទី2ទៅអូយបាក់មកអូយបានគ្រាន់និយាយពីថាពណ៌គេនេះបងប្អូននេះភ្លើងដំបូងយើងបើកក្តៅខ្លាំងចឹងទៅដល់ពេលដែលយើងដាក់តែដាក់ស្នូលអីចូលមកបងប្អូនបន្ថយភ្លើងវិញបន្តិចណាបងប្អូនកុំដាក់ខ្លាំងរហូតយើងមើលសភាពសាច់បាញ់ឆៅរបស់យើងនេះបងប្អូនឃើញទេល្អខ្លាំងមែនទែនបងប្អូននឹងមកញ៉េរៀនចាក់បាញ់ឆៅដំបូងនិយាយថាសប្បាយចិត្តខ្លាំងមែនទែនព្រោះខ្ញុំចាក់នេះមិនមែនតែខ្ញុំម្នាក់ឯងទេមានគ្រូសាខ្ញុំគាត់ជួយខ្ញុំបើមិនចឹងទេអត់បានលឿនទេគាត់ជួយចាក់ខ្ញុំអ្នកថតចារៀនចាក់ជួយម្នាក់ម្ដងបងប្អូនដោយសារគ្រូសាខ្ញុំក៏លើកទី1ដែរក៏អត់ដែរចាក់បាញ់ឆៅទេថាអើយនៅឆាកជីវិតហើយហេតុតែចង់ញ៉ាំឥឡូវហ្នឹងគឺយើងរៀនធ្វើខ្លួនឯងបងប្អូនឃើញទេមានបន្លែមានជីគ្រប់មុខសាឡាត់តែខ្ញុំជ្រើសរើសយកសាឡាត់ពណ៌ដូចបងប្អូនបានឃើញមានពណ៌ស្វាយហ្នឹងគេហៅសាឡាត់អីទេប៉ុន្តែសាឡាត់នេះគេដាំនៅលើទឹកអូយរសជាតិវិញគឺថាស្រួយឆ្ងាញ់តែហ្មងបងប្អូនពេលញ៉ាំបងប្អូនដាក់សណ្តែកដីផងណាខ្ញុំភ្លេចថតសណ្តែកដីឲ្យបងប្អូនប៉ុន្តែមិនអីទេសណ្តែកដីលីងបងប្អូននឹងចេះលីងឯងសម្រាប់បងប្អូនដែលអត់ទាន់ចេះលាយស្នូលចាក់បាញ់ឆៅទេចាំខ្ញុំបង្ហាញបងប្អូននៅវីដេអូក្រោយព្រោះអីដើម្បីកុំឲ្យវីដេអូនេះវែងពេកខ្ញុំក៏បង្ហាញបងប្អូនឲ្យចេះតែចាក់បាញ់ឆៅពីការលាយម្សៅក៏ដូចជារបៀបលាយទឹកត្រីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនរៀនធ្វើពីវិធីនេះ
ពួកអីខ្ញុំក៏អ្នកអត់ដែលចេះចាក់ចេះធ្វើដែរបន្ទាប់ពីមួយរយៈនេះមកពីស្រុកខ្មែរបងប្អូនអើយមកដល់អាមេរិកវិញអើយយអង្គុយតែឃ្លាននេះឃ្លាននោះមើលវីដេអូគេហើយក៏អង្គុយរៀនធ្វើចាក់បាញ់ឆាវរៀនធ្វើនំនេកខ្លួនឯងនេះបងប្អូនហេតុអីបានខ្ញុំចេះចាក់បាញ់ឆាវដោយខ្លួនឯងហើយចង់ចែករំលែកឲ្យបងប្អូនដោយសារតែនៅអាមេរិកនេះគេមានម្សៅឲ្យយើងលាយស្រាច់ចឹងបងប្អូនយើងគ្រាន់ថែមតែខ្ទិះដូងទេចាយើងថែមតែខ្ទិះដូងហើយយើងលាយទៅទឹកទៅរួចជាការស្រេចហើយអញ្ចឹងហើយបានខ្ញុំរៀនចេះចាក់បាញ់ឆាវងាយលឿនហ្នឹងក៏ដោយសារតែមានគ្រឿងផ្សំម្សៅចាក់បាញ់ឆាវនេះឯងម្សៅបាញ់ឆាវដែលគេលាយឲ្យស្រេចហ្នឹងមានច្រើនប្រភេទណាស់អាស្រ័យតែបងប្អូននៅអាមេរិកនេះគាត់ចង់ចាក់ខ្លួនឯងដូចខ្ញុំអញ្ចឹងបងប្អូនទៅតាមផ្សារអាស៊ីឬក៏តាមស្ទ័រខ្មែរយើងហ្នឹងសួរគេទៅគេនឹងប្រាប់បងប្អូនឲ្យព្រោះអីរូបរាងកញ្ចប់វាអាចនឹងខុសគ្នាទៅតាមតំបន់ទៅតាមរដ្ឋទៅតាមទីកន្លែងអញ្ចឹងណាបងប្អូនអញ្ចឹងហើយតម្លៃក៏ខុសគ្នាទៅតាមតំបន់ទីកន្លែងដែរដូចម៉ាក់ម្សៅដែលខ្ញុំបង្ហាញបងប្អូនហ្នឹងយើងទិញកញ្ចប់មួយណាក៏បានដែរយកមកកញ្ចប់មកហើយយើងដាក់តែខ្ទិះដូងចាស់ដូចលាយទឹកជាមួយទឹកមកគឺងាយស្រួលឡាបងប្អូនពួកអីនៅក្នុងកញ្ចប់ហ្នឹងគឺគេដាក់គ្រឿងឲ្យយើងគេផ្សំគេលាយរួចជាស្រេចអញ្ចឹងណាបងប្អូនអញ្ចឹងងាយស្រួលនឹងយើងយកមកចាក់ណាសម្រាប់យើងអត់ចេះសោះយើងរៀនយកមកចាក់នៅក្នុងផ្ទះអញ្ចឹងណាយើងរៀនចាក់ខ្លួនឯងដល់អញ្ចឹងងាយមែនទេចាជាចុងក្រោយសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ page Silmy USA របស់ខ្ញុំបងប្អូនគ្រាន់តែចុច follow page like page នោះបងប្អូននឹងទទួលបានវីដេអូថ្មីសូមអរគុណសូមជម្រាបលាបាយបាយ